và một chiếc đầm râyនៅកាត់ទៀងបាទខាងខេត្តរតនគិរីđâyនេះជិះលេងចិត្តហ្នឹងបាទ3នាទីអីម្នាក់30000រៀលតែបើយើងជិះ1ម៉ោងគឺ1ម៉ោង30ហើយគេយកលុយនេះគឺដើម្បីឧបត្ថម្ភពេញចំណីឲ្យដំរីហើយឧបត្ថម្ភអ្នកមើលថែដំរីបាទវាជីជើងអត់ទេចឹងតែបុកវ៉ាបានណាបងបាទអូខេចឹងមិនអោកំពុងព្យាបាលជើងដំរីវិសាតែជើងវាមានរបួសជើងមកអូបាទជើងបាទវាគាត់ប្រេះកញ្ចក់វាធ្ងន់ពេកហើយក៏កាត់កញ្ចក់ចោលផងបាទបងប្រុសគាត់អ្នកគឺអត់ដែរហើយគាត់ខ្ញុំផ្ទះណាពេលរួយអញ្ចឹងមកកសៃគាត់ជើងដំរីនេះបាទពេលរួយពេលអីគាត់កន្លែងអក់គាត់អានេះគាត់ជាបាជើងគាត់ឬមិនកាត់កញ្ចក់វាជើងកាត់កញ្ចក់ជើងចោលខ្លះអូបាទហើយដល់ជើងថ្មជើងអីចឹងក៏វាអាចប្រេះជើងដែរបាទហើយផ្ទះសំណាក់នៅជាប់អក់ហ្នឹងគាត់ផ្ទះគេហៅតែសំណាក់ទេរូអត់ស្ថាប័នទេរូអញ្ចឹងហ៎បាទគាត់អូតែទេរូអូហ្នឹងហើយបាទតែមកបឹងសៃហ្នឹងហីអាចបែកអក់ហ្នឹងទុនមកអបងនិយាយផោះតាជុតិម៉ានហ្នឹងអត់ទេហ្នឹងហើយគាត់ជុតទេមកអូបាទរំកវេអានេះយើងមិនដោះអីជាប់អត់ទេវាអានេះយើងព្យាបាលมันព្យាបាលតែនេះគេកាត់កញ្ចក់បងហើយនេះយើងត្រូវព្យាបាលអូខេបានមករីកញ៉ាំទៅបាទបងអីជិះមួយទៀតវាធ្លាប់កាត់មួយស្រួលដែរមួយទៀតបងបាទវាធ្លាប់ដល់នេះវាបានហើយជើងបាទស្អីអានេះតែវាថ្លៃជើងនេះឈ្ងុយហីញ៉ាំមានបានក្បាលតម្លៃទៅហ្នឹងទាំងអស់មួយក្បាលមកពីរបាទអត់នៅឡាពុកនេះថាតែមលឹកឡើងទៅហីតែទិញវត្តនេះไอ้ทอดตานี่ทอดออกตาบ่า ជីបហ่ะរួចហ่ะជីបយ៉ាង